ចាឆ្នាំមកហើយយើងគ្រប់គ្រងការងារចងក្រងសិភៅជ្រើសរើសអ្នកមានទេពកោសល្យគឺសង្ឃឹមថាថ្ងៃណាមួយប្រគល់នគរឈិញឲ្យទៅគេតាំងចិត្តតស៊ូសម្រាប់ចែកការឯកភាពទឹកដីតែមួយមិនទាន់ដល់ពេលប្រញាប់បំពាក់មកគាត់កាន់អំណាចដោយកូនក្មេងគង់តែមានថ្ងៃណាមួយនឹងធ្វើឲ្យមានគ្រោះថ្នាក់ធំមិនខានទេទីបំផុតឲ្យយើងជាអ្នកដោះស្រាយកំណត់នេះកូនក្មេងណាស់អូយើងក្មេងមែនតែហើយលីស៊ីចូលមកក្រាទូលព្រះអង្គការស្លាប់របស់ឈិនចៅលោកក៏មានគុណសម្បត្តិដែរដើម្បីជួយព្រះអង្គឯកភាពទឹកដីទាំងមូលទោះជាទូបង្គំស្លាប់ក៏មិនសោកស្ដាយដែរលោកចង់យកជីវិតឈិនចៅយើងដឹងខ្លួនថាអ្វីដែលយើងត្រូវការលោកគិតថាប្រគល់ឲ្យយើងដោយរបៀបណាព្រះអង្គលោកអបរាជជាកំពូលមនុស្សឆ្លាតតាំងពីកាន់អំណាចមកធ្វើឲ្យអ្នកមានអំណាចស្មើភាពគ្នាស្អីក៏ដោយទឹកមួយដំណក់ក៏មិននិយាយចេញមកក្រៅដែរមនុស្សយើងមិនមែនជាទេវតាព្រះអង្គទុកពេលឲ្យទូបង្គំនឹងតាមរកចំណុចខ្សោយរបស់លោកអបរាជឲ្យឃើញឲ្យតែយើងប្រឹងប្រែងចាត់ការចំណុចខ្សោយរបស់គេកិច្ចការនឹងបានសម្រេចហើយព្រះអង្គនឹងទទួលអ្វីដែលទ្រង់ចង់បានក្រាទូលពេលនេះលោកពិតជានឹកយើងណាស់ទូបង្គំមិនហ៊ានគិតដូច្នោះទេបើដឹងឆ្កាឡោទៅចាត់ការចុះក្រាបទូលមើលតែនគរឈិញគឺស្រេចតែលើលោកមហាក្សត្រឈិញដែរខ្ញុំឮថាព្រះអង្គពន្យាពេលកាន់អំណាចជាព្រះមហាក្សត្រយ៉ានីតើមែនទេហេនោះមកពីបងអត់ទាន់ដឹងបងមានដឹងទេព្រះមហាក្សត្រយ៉ានីឈិញមុននឹងរៀបអភិសេកជាមួយនឹងអតីតព្រះជាគឺជាមនុស្សរបស់សំណាក់លោកអបរាជទេឥឡូវនេះធ្វើតែជាមហាក្សត្រយ៉ានីពីនការងារតែជាក់ស្ដែងអ្វីគឺស្រេចតែលើលោកអបរាជដែរហ្នឹងណាដឹងទេមែនហើយចំពោះមុខមន្ត្រីជាន់ខ្ពស់សំណប់ចិត្តរបស់ព្រះមហាក្សត្រយ៉ានីជាមនុស្សរបស់លោកអបរាជដែរណាមែនទេហើយលោកនិយាយពីរឿងលាវតាយមែនទេហ្នឹងអាមនុស្សគ្រាវនេះគឺពិតជាមិនធម្មតាទេគេនៅហានយ៉ាងទិញផ្ទះទទួលភ្ញៀវយ៉ាងច្រើនពិតជាមិនធម្មតាមែនហ្នឹងណាម្នាក់នេះខ្ញុំធ្លាប់ឃើញឯងកាំងហួសហេតុពេកហើយរីឯមនុស្សជាវងមានឋានៈតែគ្មានអំណាចទេអ្នកមកពីក្រៅថែមទាំងមនុស្សដែលជាខ្សត្ររយៈឈូពួកគេនោះមិនប្រយ័ត្នឥឡូវនេះមានអ្នកថ្មីមកមួយទៀតហើយក្រោយតកោឈិននឹងច្បុកច្បល់រំខាននោះទេច្បុកច្បល់វាកាន់តែល្អឲ្យគេប្រឆាំងខាងក្នុងទៅមានពេលទៅវាយនៅតំបន់បូព៌ាហើយដល់ពេលនោះនគរទាំងឡាយនៅបូព៌ានោះនឹងក្រោកឈរឡើងសាថ្មីឡើងវិញនឹងតតាំងជាមួយមហាឈិញមែនហើយព្រះយិកាឈិនចាអ៊ីនចិនមកសួរសុខទុក្ខព្រះយិកា
ព្រះអង្គមកព្រោះតែរឿងអី អូនស្លាប់ទៅបាត់ពេលឯកការប្រកាសឈឺចាំនៅក្នុងប្រទេសហើយនេះហើយចាំមកដល់ទ្រង់ អរប្រគុណព្រះអង្គហើយ ព្រះឯកការចៅពិតជាចង់សួរចៅមិនមែនជាចៅព្រះឯកការទេឬយ៉ាងម៉េចចៅក៏តែងតែសង្ឃឹមថាអាចដូចខ្ញុំចៅអញ្ចឹងមានក្តីស្រឡាញ់ពីព្រះឯកការចៅក៏ជាចៅរបស់ទ្រង់ជាញាតិសន្តានតែមួយរបស់ទ្រង់ដែរ ក្រោកឡើងមកក្រោកឡើងមក សាវនាការពីម្សិលមិញអ្នកដែលមកពីនគរឈូជាចៅសូមអរព្រគុណព្រះឯកការ ក៏ប៉ុន្តែចៅមិនទាន់ពាក់មកកត់កាន់អំណាចនៅឡើយនោះទេចៅក៏ចង់ជួយបងប្រុសដែរតែជួយមិនរួចព្រោះទឹកដីមហាឈិញយើងគឺមានមនុស្សចង់សម្លាប់បងរបស់ព្រះអង្គឈិញតែព្រះអង្គឈិញហាមឃាត់មិនបានទេហ៎ព្រះឯកការយល់ថាគួរអស់សំណាចទេព្រះអង្គការស្លាប់ឯឈិនចៅគ្រាន់តែជាកលាអុកមួយរារាំងព្រះអង្គកាន់អំណាចតែប៉ុណ្ណោះព្រះឯកការឆ្លៀវវិញណាស់ចៅប្រកាសជាយល់ដើម្បីមហាឈិញដើម្បីឯកភាពទឹកដីយើងដែលខំមិនចង់ទ្រាំរាប់សិបឆ្នាំទេហើយក៏មិនចង់ធ្វើជាព្រះជាចៅសៀងទី2ទៀតដែរសូមព្រះឯកការឲ្យបានសុខថ្ងៃក្រោយចៅនឹងមកមើលព្រះឯកការទៀតចៅថ្វាយបង្គំលាសូមថែបរិសុខភាពផងឈ្មោះនគរទាំង6ប្រចាំនៅទីនេះផ្ដេសផ្ដាស់ពេកហើយសម័យសង្គ្រាមឈ្មោះគឺមិនមែនជាឈ្មោះដែលប្រចាំខ្លួនមិនពេញទូនាទីចិត្តខ្សឹបខ្សៀវគឺព្រោះតែមាតុភូមិរបស់ពួកគេដែរបានអ្នកណាដែលបានផ្សាយជាច្បាស់ត្រូវកាត់ទោសតាមច្បាប់ឈិញប្រាប់ឲ្យចវាយហាន់យ៉ាងចាត់ការទៅនោះតកែមក2គឺយ៉ាងម៉េចដែរអ្នកនេះទុកមិនបានទេបាទលោកអបរាជរាជសុំជួបទៅសំណាក់សិក្សាចុះណាបាទអ្នកមកទីបំណុលមកទៀតហើយមកពីហ្វាំងអ៊ីឈីគឺចង់នាំតធ្វើសឹកហ្នឹងបើគ្មានចិត្តបំរើម្ចាស់យល់ព្រមនឹងគេទៅចិនចាទៅប្រាជ្ញវិញនៅខាងក្រៅស្លាប់ទៅមិនអាចចូលដំណាក់ដូនតាបានហើយក៏មិនអាចបញ្ចុះសពនៅភ្នូតកូលអ៊ីងបានដែរលីពូវិឈ្មោះអាក្រក់នេះព្រៃផ្សាយពេកហើយលីពូវិកាន់កាប់មហាឈិញជាង10ឆ្នាំសង្កត់លើរាជវង្សក៏យូរហើយដែរឥឡូវនេះបញ្ចុះបញ្ចូលព្រះមហាក្សត្រយ៉ានីពន្យាពេលឲ្យព្រះអង្គកាន់អំណាចថែមទៀតអំណាចនៅក្នុងដៃតែហាមកនិយាយថាប្រឹងប្រែងអស់ពីកាយចិត្តដើម្បីមហាឈិញពិតជាមិនឲ្យខុសការងារជាតិមែន
ចោលទាំងឡាយនេះធ្វើឈិនចៅស្លាប់ទោះយ៉ាងណាក៏ដោយខ្ញុំសម្រាប់គេឲ្យទាល់តែបានក ុំប្រេះផ្ដាស់សភាពរបស់ឯងពេលនេះมันអាចប្រឆាំងនេះពុះវិញបានទេនោះទៅយកពងមន់ជុលនឹងដុំថ្មយើងមិនចង់ឯងធ្វើដំណើរដូចឈិនចៅនោះទេណាបងស្រីខ្ញុំស្វាតែមួយជាតិនេះមិនអាចជួបនឹងបងស្រីបានទៀតនោះទេហើយថែមទាំងមកហូបបាយជាមួយនឹងក្មួយៗទាំងពីរទៀតបានហើយកុំធ្វើដូចជាឈិនចៅថាយំក៏យំតែម្ដងឈិនចៅកូននេះពិតជាអយុត្តិធម៌ណាស់ព្រះមហាក្សត្រយ៉ាងនេះលោកពូកាន់ចិត្តទៅមែនហើយអ៊ំស្រីលោកពូគ្រួសារមួយជួបជុំគ្នាមិនងាយទេថែទាំធ្វើបានល្អទៅបងស្រីបានហើយពួកយើងប្រឹងប្រែងតែងតាំងជីឈូជារាជបុត្រជាកំហុសរបស់ពួកយើងទេបើកាលនោះមិនតែងតាំងជីឈូជារាជបុត្រលីពូវ័យឥឡូវនេះក៏មិនអាចកាន់អំណាចលើរាជការទាំងមូលបានដែររីឯគ្រួសារពីរយើងក៏មិនធ្លាក់ខ្លួនដូចចឹងដែរទេតែងតាំងជីឈូជារាជបុត្រតាមពិតគឺគ្រួសារពីរយើងមានគុណសម្បត្តិលើមហាឈិញដ៏ធំធេងបំផុតកាលនោះបើសិនជាមិនបានតែងតាំងជីឈូជារាជបុត្រតើមានព្រះអង្គសប្តាហ៍ថ្ងៃនេះមកពីណាមកព្រះអង្គពន្លឺចាញ់ចាំងនៅលើផ្ទះកំណត់មោះមុតព្រះអង្គយើងនឹងធ្វើឲ្យប្រែប្រួលមេឃមិនខាននោះទីដល់ពេលដោយមេឃាក្លាប់ចាក់មិនខានទីចំពោះមុខលោកអបរាជការអំណាចព្រះអង្គមិនអាចធ្វើអ្វីកើតឯកភាពទឹកដីយ៉ាងមិនកើតទៅមនុស្សដូចជាលីពូវេជាឈ្មោះធម្មតាឈានដល់កំពូលមន្ត្រីទាំងគំនិតទាំងក្តីក្លាហានគឺខុសពីមនុស្សធម្មតាប៉ុន្តែខុសត្រង់គេមានឋានៈខ្ពស់ខ្ពស់យូរមកហើយគឺបង្វេកនៃសារអំណាចណាចងក្រងសិភៅណាបញ្ជាមនុស្សធ្វើការស្មានថានគរឈិញទាំងមូលត្រូវតែស្ដាប់បញ្ជារបស់គេទើបអាចទុកមុខបានសូម្បីតែព្រះអង្គក៏ត្រូវតែស្ដាប់ការរៀបចំពីគេនោះដែរពួកឯងដឹងទេអ្នកតាមគេគឺរស់អ្នកប្រឆាំងគេគឺស្លាប់តែសម្រាប់គេមិនយូរទេពួកឯងត្រូវតែចងចាំទោះជាពេលណាក៏ដោយស្មោះត្រង់នឹងព្រះអង្គពិតជាមិនខុសនោះទេហូបទៅ